រឿងនេះចាប់ផ្ដើមនៅក្នុងគ្រួសារដាវដែលគ្របដណ្ដប់ពាក់កណ្ដាលនៃពិភពលោកគ្រួសារ Roncondo គ្រួសារដាវដ៏ល្បីល្បាញសមាជិករបស់ពួកគេកើតមកទាំងកាយសម្បទារឹងមាំនិងទេពកោសល្យពិសេសដែលបានគ្រប់គ្រងជុំវិញពិភពលោកដោយកម្លាំងដ៏លើសលប់ប្រយុទ្ធយកឈ្នះគ្រប់គ្រងធម៌ទាំង3នេះគឺច្បាប់ព្រៃគឺជាអ្វីគ្រប់យ៉ាងនោះហើយជាគ្រួសារនោះ Mark បានកើតនៅក្នុងគាត់គឺ Jane Roncondo ដែលជាកូនពៅកូនប្រុសរបស់គ្រួសារ Roncondo នៅក្នុងពិធីជ្រើសរើសដែលនីមួយអនាគតរបស់កុមារត្រូវបានព្យាករគាត់បានជ្រើសរើសដាក់ឲ្យកគាត់តើជាកុមារនោះទេវាសនាខ្លាយជាឲ្យកឪពុករបស់គាត់បានបញ្ចេញមិត្តនៅលើការជ្រើសរើសដាវរបស់គាត់បារសាដាហើយគាត់បានរកឃើញវាគួរឲ្យចាប់អារម្មណ៍ណាស់គាត់បានគិតថារបស់ខ្ញុំអនាគតនឹងពោពេញដោយជោគជ័យគិតនាមផងដែរប៉ុន្តែគាត់មិនឃើញចំណុចទេយ៉ាងណាមិញគាត់មិនមានទេពកោសល្យសម្រាប់ជំនាញដាវយេនត្រូវបានគេហៅទៅអាប់អន់ចំពោះភាពផ្សេងគ្នានាយកដ្ឋាននឹងជាបាននិយាយថានឹងធ្លាក់ចុះនៃស្តង់ដារគ្រួសាររបស់គាត់ត្រូវបានគេពិចារណាអ្នកកាន់ដាវដ៏អាក្រក់បំផុតក្នុងប្រវត្តិគ្រួសារសូម្បីតែបងប្អូនរបស់គាត់និយាយលេងអំពីគាត់កំពុងហ្វឹកហាត់ជាមួយនឹងដាវឈើពួកគេបាននិយាយគាត់មិនសមនឹងបារ៉េតាទេយេននៅស្ងៀមមើលចុះបងប្អូនប្រុសម្នាក់ចូលទៅជិតគាត់ហើយសួរហេតុអ្វីបានជាគាត់នៅស្ងៀមគាត់បានទាត់គាត់នៅក្នុងក្រពះហើយបញ្ជាឲ្យគាត់ឆ្លើយតបទៅបងប្អូនប្រុសរបស់គាត់យេនដួលក្តាប់ក្រពះរបស់គាត់អង្គុយលើឥដ្ឋគាត់ក៏លូកដៃទៅរកដាវប៉ុន្តែប្អូនប្រុសរបស់គាត់បានចាប់ដៃគាត់ថាអត់មានទេចំណុចក្នុងការបណ្ដោះបណ្ដាលគាត់យេនរអ៊ូទមដោយការជិះចាប់បន្ទាប់មកនេះបរោះកាន់សៀវភៅកត់ត្រានៅក្នុងខ្លួនតែសួរថាអ្វីតាមែនទេក្តៅគាត់សួរថាយេនពិតជាគិតបែបនេះបន្ទាប់ពីអានសៀវភៅគាត់នឹងរៀនជំនាញដាវបងប្រុសបន្តដេងកាន់ដាវឈើរបស់គាត់នៅក្នុងដៃរបស់គាត់បាននិយាយថាយេនគ្មានអ្វីសោះមិនស័ក្តិសមនៃឱកាសគាត់បានពន្យល់ថាប្រសិនបើមនុស្សចូលចិត្តយេនត្រូវបានផ្ដល់ឱកាសភ្លេចកន្លែងរបស់គេហើយតោងជាប់នឹងសេចក្តីសង្ឃឹមគាត់បានសួរថាហេតុអ្វីបានជាគាត់បងប្រុសបានធ្វើនេះបន្ទាប់មកម្នាក់ក្នុងចំណោមពួកគេបានចាប់យេនដោយសក់ហើយប្រាប់គាត់ថាគាត់គ្រាន់តែជាធ្វើវាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ក្នុងចំណោមពួកគេបានសួរថាតើនេះគឺជាអ្វីដែលមេដោះរបស់គាត់បានបង្រៀនគាត់ប៉ុន្តែគាត់មិនខ្វល់ពីរឿងនោះទេគាត់គ្រាន់តែចង់សាកល្បងពិបាកនិងពិបាកជាងដូចម្ដេចហើយនៅថ្ងៃណាមួយទទួលបានទំនុកចិត្តពីគ្រួសាររបស់គាត់ដូច្នេះដោយវិញ្ញាណនោះគាត់ក្រោកឡើងធ្វើឲ្យខ្លួនសមនឹងត្រកូលប៉ុន្តែជាអកុសលគាត់មិនទទួលបានការជំរុញសែនខេទេនៅក្នុងសកលលោកនេះបងត្រូវបានបដិសេធដោយត្រកូលរបស់គាត់ប៉ុន្តែយ៉ាងហោចណាស់ពួកគេទុកគាត់សម្រាប់ការព្យាយាមត្រូវបានគេកាត់បន្ថយទៅជារញ៉េញ៉ៃមុនពេលឆ្លងកាត់ដោយជិះមិនរួចផ្លូវជាមួយគ្រូរបស់គាត់នឹងដឹងថាគាត់ឧទេពកោសល្យពេកគាត់មានធម៌ពលប្រភេទនោះត្រូវបានហាមឃាត់នៅក្នុងត្រកូលរបស់គាត់អំណាចដើម្បីកាន់វេទមន្តមាន3ឆ្នាំបានឆ្លងកាត់តាំងពីពេលនោះមកជេនជាសិស្សដែលមានញឹកខ្លាំងក្នុងការធ្វើការរំពេចនោះគាត់ត្រូវបានលេបដោយស្រមោលគាត់ងាកទៅរកអង្គភាពយៈហៅថាកុសលរិទ្ធដែលជាម្ចាស់នៃស្រមោលវាជាថ្ងៃសំណាងសម្រាប់ក្មេងប្រុសរបស់យើងដូចដែលគាត់ធ្លាប់មានជ្រើសរើសដោយភិញ្ញៈព្រះដើម្បីបំពេញកិច្ចសន្យាតាមរយៈការបង្កើតកិច្ចសន្យានេះគាត់នឹងអាចកាន់អំណាចនៃស្រមោលនឹងក្លាយជាភាពសមទៅនឹងបណ្ដាសាព្រះនៃស្រមោលគឺភ្ញាក់ផ្អើលនៅពេលគាត់កត់សម្គាល់ជេនធ្លាប់ជាបណ្ដាសាតាំងពីក្មេងនោះហើយជាមូលហេតុដែលគាត់មិនអាចដោះសោទេពកោសល្យរបស់គាត់បានទេបណ្ដាសាដែលគេហៅថាបុប្លេកភាពវង្វេងគ្រារាំងទេពកោសល្យរបស់អ្នកដាវដែលជាមូលដ្ឋាននៃការស្លាប់ប្រយោគសម្រាប់នរណាម្នាក់នៅក្នុងគ្រួសារទៀនដែលកំពុងដំណើរការព្រះនៃស្រមោលដោះលែងគាត់ពីបណ្ដាសានេះហើយប្រកាសថាគាត់នឹងក្លាយជាអ្នកកាន់ដាវជាមួយនឹងការដែលមិនអាចប្រៀបផ្ទឹមបានសមត្ថភាពជេនត្រឡប់ទៅរកគាត់វិញកន្លែងហើយចាប់គាត់ភ្លាមដាវដើម្បីសាកល្បងទ្រឹស្ដីនៅពេលដែលគាត់បើកដាវរបស់គាត់នៅក្នុងស្អាតស្វែងគាត់ដឹងថាបុសូលរិទ្ធមិនមែនគ្រាន់តែទេបិទបាំងអំណាចរបស់គាត់ទទួលបានយ៉ាងខ្លាំងគ្រប់គ្រងលើដាវរបស់គាត់ដាវដ៏អាក្រក់បំផុតរបស់ត្រកូលធ្លាក់ចុះទ្វេដងដោយប្រាវេទមន្តនិងបន្ថែមទៀតពង្រឹងសមត្ថភាពរបស់គាត់ទីបំផុតអ្វីគ្រប់យ៉ាងដែលគាត់មានបានធ្វើការយ៉ាងលំបាកសម្រាប់មកដល់ផ្លែផ្កាឬនោះហើយជាអ្វីដែលគាត់បានគិតឆ្ពោះទៅមុខដ៏អាក្រក់របស់គាត់រត់ជេនស្រាប់តែបានវាយប្រហារនិងកម្ចាត់នៅគ្រាចុងក្រោយរបស់គាត់មិនអាចប្រើប្រាស់របស់គាត់បានទេអំណាចនឹងថយចុះបន្តិចម្ដងទៅឆ្ងាយនៅក្នុងភាពទេដូចដែលគាត់ត្រូវបានកំទេចនៅក្រោមជេនឆ្ងល់ហេតុអ្វីបានជាគាត់ទទួលបានឱកាសទី2ពិភពលោកទេមុនពេលគាត់បើកភ្នែកឡើងវិញភ្ញាក់ផ្អើលពេលឃើញគាត់សមាជិកត្រកូលម្ដងទៀតជាងនេះទៅទៀតគាត់ក៏ដូចគ្នាដែរទីជំរកដាវដែលជាកន្លែងដែរបូឡាសេដែលកំពុងរងចាំគាត់ Baby Jane ចងចាំថ្ងៃនេះហើយដឹងថាគាត់បានត្រឡប់ទៅវិញអតីតកាលរបស់គាត់ជាង20ឆ្នាំក្មេងប្រុសនោះកាន់ដាវរបស់គាត់រកបានការសរសើរគ្រួសាររបស់គាត់លើកនេះគាត់ចាប់អាវុធរបស់ខ្លួននឹង6ឆ្នាំបន្ទាប់ពីគាត់បានជ្រើសរើសបូឡាសេដែលមេហ្គេតមិនអាចឡើងដល់កំពូលគាត់បាននៅក្នុងប្រាសាទព្យុះមួយរយៈឥឡូវនេះហើយត្រូវស៊ូទ្រាំ3ឆ្នាំទៀតមុនពេលគាត់មានសេរីភាពក្មេងប្រុសមានអារម្មណ៍ថាជាប់គុកភ្លាមនោះមួយក្នុងចំណោមអ្នកបម្រើមានការភ័យរន្ធត់ក្នុងការស្វែងរកបក្សីញាប់នៅក្នុងបន្ទប់របស់គាត់ជេនវីតម្លៃស្ថានភាពទាំងតែ2នាក់អាចធ្វើអ្វីមួយដូចនេះក្លាហាននិងខូលខើមនុស្ស2នាក់នៅក្នុងការចោទប្រកាន់គឺជាបងប្អូនប្រុសរបស់គាត់សត្វប្រជៀវដែលមិនខ្វល់ពីសត្វអាក្រក់ដេថូណាមានអាយុ9ឆ្នាំអាយុខណៈពេលដែលសក់ពណ៌ស្គឺហេថូណាចែករំលែកដូចគ្នាអាយុខណៈពេលដែលពួកគេកំពុងសើចនៅបក្សីយេនមានអារម្មណ៍សោកសៅធ្លុបទាំងពីរនេះបានคล้ายជាគៀទៅនៅក្នុងដាំរបស់គាត់ជីវិតឥឡូវនេះពួកគេកុមារប៉ុន្តែទោះបីជាពេលនោះពួកគេបានសម្លាប់បាសីក្រីក៏ចំអប់មើងងាយបងប្អូនរបស់គេយិនយ៉ាងអាក្រក់គូមិនមានដែនកំណត់ពួកគេកំពុងព្យាយាមដើម្បីទទួលបានប្រតិកម្មចេញពីយិនសើចំអកឲ្យគាត់កាន់បលឡាសេដេជិនត្រៀមខ្លួននិយាយពេលណាហេថូណាឈានដល់ការវាយប្រហារគាត់
នៅពេលដែលកណ្ដាប់ដៃរបស់គាត់គឺត្រូវបានរារាំងសូម្បីតែគាត់ក៏ស្រឡាំងកាំងដែរព្រោះយិនមិនលេងដោយគាត់បើកបញ្ចូលដ៏មានឥទ្ធិពលនៅមុខរបស់គាត់ផ្ដល់ឲ្យហេតុណាប់គោលាន់ការវីដំដើម្បីចងចាំហើយទោះបីជាយិនសឹងតែខំប្រឹងអំណាចគាត់នៅតែវីក្អេងក្អាងចេញពីបងប្រុសរបស់គាត់ទីបំផុតកូនប្រុសរបស់យើងចាក់ចេញពីបងប្អូនដ៏កំសត់ជាមួយនឹងការប្រមានឲ្យនៅឆ្ងាយពីផ្លូវរបស់គាត់ Connor Reeves ភ្ញាក់ផ្អើលថារបស់យើងក្មេងប្រុសបានយកឈ្នះបងប្អូនទាំងពីរយិនគ្រាន់តែប្រាប់គាត់ថាពួកគេបានចូលការប្រយុទ្ធគ្នាជាលទ្ធផលលក្ខខណ្ឌចាញ់នៃជាការពិតនេះគឺនៅឆ្ងាយពីការពិតប៉ុន្តែនៅតែខែនចង់យកពួកគេទៅវិជ្ជបណ្ឌិតទោះយ៉ាងណាក៏ដោយយិនបដិសេធចំពោះទង្វើបែបនេះគាត់យកពួកគេទៅកន្លែងផ្សេងយិនចាក់ចេញពីពួកគេងាយរងគ្រោះដោយខ្យល់ព្យុះខ្លាំងវាអាចជាការព្យាបាលដ៏ខុសខើប៉ុន្តែគាត់ជឿថាវាគឺជាចាំបាច់ដើម្បីបង្រៀនបងប្អូនរបស់គាត់ផលវិបាកនៃសកម្មភាពរបស់ពួកគេលោកខាន់ជេមមិនមានសមត្ថកិច្ចក្នុងការចោទប្រកាន់ទេបញ្ជារបស់ចៅហ្វាយវ័យក្មេងចម្លែកណាស់គាត់មានអារម្មណ៍អរ៉ាអាក្រក់មិនធម្មតាផុសចេញពីមេវ័យក្មេងខេនឆ្មល់ថាតើយិនដាក់ពង្រាយការប្រើប្រាស់ម៉ាណាដោយដឹងថាយិនទទួលខុសត្រូវដាក់បងប្អូនរបស់គាត់ចេញពីគណៈកម្មការខេនយល់ថាចាំបាច់រីការទៅបុកបរោះនៃត្រកូលត្រឡប់ទៅប្រាសាទព្យុះវិញយិនឃើញ Snake ធ្វើចលនារបស់គាត់ដឹងថាខាន់គឺជាអាណាព្យាបាលរបស់ពួកគេហើយរីកាអ្វីទាំងអស់ទៅឲ្យកយិនសន្និដ្ឋានថាគាត់ត្រូវតែមានដឹងពីការប្រើប្រាស់កម្លាំងស្រមោលនៅក្នុងពាក្យផ្សេងទៀតនេះប្រភពនៃអំណាចរបស់គាត់បន្ទាប់ពីគាត់បានធ្វើកិច្ចសន្យាជាមួយព្រះនៃភាពងឹតវាក៏បង្កប់ន័យថាសូម្បីតែនៅក្នុងជីវិតទី2របស់គាត់អំណាចលាក់កំបាំងរបស់គាត់ភាពងឹតគឺសកម្មអនុញ្ញាតឲ្យគាត់មានភាពសាមប្រឆាំងនឹងបណ្ដាសាដែលគាត់បានទទួលមកនៅក្នុងជីវិតដំបូងរបស់គាត់ទេយូរជាងនេះទទួលរងនៅបណ្ដាសាយិនបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រដោយដែលគាត់នឹងមិនយូរជាងនេះត្រូវបានគេចងចាំថាជាអ្នកដាវដ៏អាក្រក់បំផុតគាត់សប្បាយចិត្តនឹងរឿងនោះរបស់គាត់ឧបសគ្គបន្ទាប់គឺការប្រឈមមុខដាក់គ្នាជាមួយនឹងឪពុករបស់គាត់ឲ្យកបន្ទាប់ពីរបាយការណ៍របស់លោកខេនឲ្យកប្រាប់ផ្នែកអាណាព្យាបាលដើម្បីប្រមូលផ្ដុំអ្នកកាន់ទង់ជាតិគាត់មានអារម្មណ៍ថាមានតម្រូវការជួបជាមួយកូនប្រុសរបស់គាត់ជាមួយនឹងក្រុមផ្នែកទាំងអស់200នាក់គ្រូសា Ron Kendall បានរៀបចំឲ្យកនៃរឿងព្រេងនិទានការហាយក្បួនរបស់គ្រូសា Ron Kendall ការវិលត្រឡប់របស់គាត់ទៅប្រាសាទព្យុះ Marie ភ្ញាក់ផ្អើលពួកគេត្រូវបានបញ្ជាឲ្យភ្លាមប្រមូលផ្ដុំ Davis សមិទ្ធរបស់នាង Flackbeard ក៏មិនមានតម្រុយពួកគេស្ថិតនៅកណ្ដាលឱកាសប្រយុទ្ធវីរភាពនៅពេលដែលវាបានកើតឡើង Davis ឆ្ងល់ថាតើវាមានអ្វីដែលត្រូវធ្វើជាមួយយិនពួកគេស្ទើរតែមិនអាចបំបែកបានរួមគ្នាហេតុអ្វីបានជាវាចាំបាច់ដើម្បីឲ្យបុកបរោះបានឃើញកូនប្រុសរបស់គាត់លូណារំខានពួកគេទាំងពីរធ្វើកាយវិការដើម្បីនៅស្ងៀមប៉ុន្តែម៉ារីនៅតែចង់ដឹងចង់ឃើញដោយសារតែនាងមិនទទួលបានទាំងអស់កម្ពស់នៅពីក្រោយយិនឯកទេសត្រឡប់ទៅព្យុះប្រាសាទមួយនៃអ្នកបម្រើជូនដំណឹងយិនអំពីការមកដល់របស់ឪពុករបស់គាត់ភាពស្រែកយ៉ាងងឿងឆ្ងល់អាណាព្យាបាលផ្នែកបានប្រាប់ឪពុករបស់គាត់គិតថាឪពុករបស់គាត់ត្រូវតែចង់ដឹងចង់ឃើញអំណាចដែលគាត់បានប្រើចាប់តាំងពីវាខុសពីទាំងមែននិងអរ៉ាការប្រជុំគឺចាំបាច់ដើម្បីកំណត់ថាតើអំណាចរបស់យិននឹងទទួលបានអត្ថប្រយោជន៍ត្រកូលឬអត់នេះឲ្យកំដល់ជាមួយផ្នែកជាច្រើនរបស់គាត់ពាក់ដាវដ៏ស្រស់ស្អាតរបស់គាត់ទាមទារទាំងហេថូណានិងដេថូណាដែលត្រូវកោះហៅបន្ទាប់ពីពួកគេកោះហៅគាត់សួរដោយផ្ទាល់អំពីកំហុសរបស់ពួកគេបងប្អូនព្យាយាមធ្វើសកម្មភាពឆោតល្ងង់ហើយឆ្លើយថាគេមិនបានធ្វើអ្វីសោះវាយិនគឺជាអ្នកវាយប្រហារពួកគេជាមួយនឹងធម្មពលចម្លែកដូចជាវេទមន្តប៉ុន្តែជាការពិតណាស់ពួកគេគ្រាន់តែនិយាយទាំងនេះពាក្យដើម្បីចាប់បងប្រុសរបស់ពួកគេប៉ុន្តែកម្រិតនៃឧបាយកលនេះមិនគ្រប់គ្រាន់ទេដើម្បីបញ្ចុះបញ្ចូលបុព្វបុរសនៅពេលគាត់ចាក់ចេញកូនប្រុសរបស់គាត់ទាំងពីរមានជំងឺផ្ដាសាយដំបូន្មានការរស់រានមានជីវិតរបស់ពួកគេនៅក្នុងត្រកូលនឹងមានរយៈពេលខ្លីជាមួយនឹងគំនិតទន់ខ្សោយបែបនេះគាត់ហៅជាមូលដ្ឋានពួកគេ Passes រួចក៏ទាមទារឲ្យគេកោះហៅយិនជិនឈរនៅចំពោះមុខឪពុករបស់គាត់គឺ Cheron Roncano ជាមេគ្រួសារក៏ដូចជាមនុស្សខ្លាំងបំផុតខ្លាំងម្លេះការពិតគាត់ត្រូវបានចាត់ថ្នាក់ក្នុងនាមជាផ្នែកតារាដ៏ទេវភាពនិង Demigod បន្ទាប់ពីបានឈានដល់កម្ពស់នៃអំណាចបែបនេះអារម្មណ៍របស់មនុស្សរបស់ Cheron ត្រូវបានស្រពេចស្រពិលចំណង់ចំណូលចិត្តតែមួយគត់ដែលគាត់ចែករំលែកគឺការគិតថ្មីសម្រាប់ភាពអស្ចារ្យនិងភាពរុងរឿងរបស់ត្រកូលនៅក្នុងជីវិតដើមរបស់គាត់ជិនត្រូវបានចាត់ទុកដូចជាគ្មាននរណាម្នាក់គាត់មិនមានអ្វីត្រូវធ្វើឲ្យឪពុករបស់គាត់ចាប់អារម្មណ៍ប៉ុន្តែនៅក្នុងជីវិតនេះក្មេងប្រុសដើរដោយទំនុកចិត្តនឹងដើរដោយដឹងថាគាត់អាចធ្វើបានលែងត្រូវបានប្រមាណទៀតហើយគាត់ធ្វើឲ្យរបស់គាត់ច្រកចូលដោយទង់ជាតិអ្នកកាន់ឈើក្រឡេកមើលក្មេងប្រុសលូតជង្គង់នៅចំពោះមុខឪពុករបស់គាត់ជេរ៉នសួរថាហេតុអ្វីបានជាកូនប្រុសរបស់គាត់និយាយគាត់ជាបុព្វបុរសជំនួសឪពុករបស់គាត់ក្មេងប្រុសឆ្លើយថាគាត់គិតថាវានឹងត្រឹមត្រូវដើម្បីដោះស្រាយរបស់គាត់ឪពុកដោយការគោរពទេវទត្តបន្តសួរសំណួរដែលគាត់បានសួរបងប្អូនរបស់គាត់ក្តាប់កណ្ដាប់ដៃរបស់គាត់ជាមួយនឹងការខកចិត្តជិនឆ្លើយតបថារបស់គេកំហុសតែមួយគត់គឺការសង្សឹកគាត់ប្រកាន់ខ្ជាប់នៅគោលការណ៍ត្រកូល Roncano តែងតែសង្សឹកមិនថាទំនាក់ទំនងទេឬពាក្យបែបនេះជេរ៉នក៏បញ្ជាពួកផ្នែកផងដែរក្នុងនាមជាអ្នកកាន់ទង់ជាតិដើម្បីចេញពីបន្ទប់ពួកគេទាំងអស់គ្នាភ្ញាក់ផ្អើលដែលយិនឆ្លងកាត់ការសាក់លបងរបស់បុព្វបុរសម៉ារីមានការចាប់អារម្មណ៍ដោយប្អូនប្រុសតូចរបស់នាងរកប្រាក់ចំណូលឯកជនជួបជាមួយឪពុករបស់ពួកគេទ្វារបិទដូចជាឆេរ៉នបាននិយាយចុងក្រោយបញ្ហានៃវេទមន្តគាត់រំលឹកយិនវេទមន្តកំណត់ពួកគេសក្តានុពលសម្រាប់ជំនាញដាវឲ្យក៏ដោយផ្ទាល់សួរប្រភពនៃអំណាចរបស់យិនដោយសង្កត់ធ្ងន់ការដាក់ទណ្ឌកម្មនោះគឺដល់ពេលប្រសិនបើចម្លើយគឺម៉ាណាគិតអំពីគាត់ជំរឿក្មេងប្រុសគិតថាគាត់នឹងជ្រៅមានបញ្ហាប្រសិនបើគាត់ប្រាប់ប្រភពនៃអំណាចរបស់គាត់គឺព្រះនៃភាពងឹតយិនឆ្លើយគាត់ក៏មិនយល់ពីសមត្ថភាពរបស់គាត់ដែរហើយបង្ហាញឪពុករបស់គាត់ទស្សនវិជ្ជានៃអំណាចរបស់គាត់នៅក្នុងការបង្វិលមួយវាត្រូវបានបង្ហាញអំណាចរបស់យិនមានធ្លាប់កាន់ដោយស្ថាបនិកបុព្វបុរសនៃត្រកូលរបស់ពួកគេជេរ៉នភ្លាមចំណាំកម្លាំងស្រមោលភ្ញាក់ផ្អើលដែលកូនប្រុសរបស់គាត់មិនត្រឹមតែអាចកាន់បាឡាសាដាប៉ុន្តែក៏មានកម្លាំងស្រមោលផងដែរគាត់ឆ្ងល់ថាតើវាជាជោគវាសនារបស់យិនមែនទេ
คล้ายជាបុកបរោះបន្ទាប់គួរឲ្យចាប់អារម្មណ៍ឆេរ៉ុនដឹងរួចហើយអំពីព្រះនៃស្រមោលគាត់ពន្យល់ថាសូលថេវេតម្ដងបានធ្វើកិច្ចសន្យាជាមួយឆេមកដែលជាឲ្យកទី1នៃត្រកូលអនុញ្ញាតឲ្យមានការលូតលាស់របស់ពួកគេប៉ុន្តែក្រោយពេលគាត់ស្លាប់ព្រះនៃស្រមោលមិនដែលបង្ហាញខ្លួនដើម្បីផ្ដល់ជូនគាត់ទេអំណាចទៅ Ron Kendall មិនមែនរហូតដល់យេនកើតទេដែលឥឡូវនេះការអំណាចស្រមោលចង់ដឹងចង់ឃើញយេនសួរឪពុករបស់គាត់នៅសំណួរសំខាន់មួយគាត់ចង់ដឹងថាតើព្រះនៃស្រមោលគឺខ្លាំងជាងសំបីតែគាត់ឆេរ៉ុនគិតអំពីវាមួយផ្លែតនិងអះអាងថាគាត់មិនបានដឹងថាគាត់មិនទាន់ច្បាំងនឹងព្រះទេប៉ុន្តែពាក្យរបស់គាត់គឺមានភាពជឿជាក់ដោយសារតែមានតែនរណាម្នាក់អ្នកណាខ្លាំងជាងគេបរិះនៅលើពិភពលោកអាចធ្វើបាននិយាយអ្វីមួយដូចនោះឆេរ៉ុនចូលចិត្តរបស់គាត់សួរហើយវីកូនប្រុសគាត់មានមោទនភាពចំពោះក្មេងប្រុសនិងសំណួរថាតើយេននឹងប្រើអំណាចរបស់គាត់យ៉ាងដូចម្តេចក្មេងប្រុសសារភាពថាគាត់នឹងប្រើពួកគេដើម្បីភាពរុងរឿងនៃត្រកូល Karen សាយពេលឃើញតាមរយៈក្មេងប្រុសការបោកប្រាស់ដឹងថាកូនគាត់សាហាវដូចជាគាត់មិនត្រឹមតែវីបងប្អូនរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែសូមឲ្យពួកគេរងនៅកំហឹងនៃព្យុះចម្លើយបែបនោះគឺជាកំហុសរបស់យេនផ្នែកដូច្នេះលើកនេះគាត់បន្តផ្ដល់ភាពស្មោះត្រង់ឆ្លើយតបដោយប្រកាសគាត់នឹងប្រើស្រមោលកម្លាំងសម្រាប់ខ្លួនគាត់ជីរ៉ុនមិនខកចិត្តជាមួយចម្លើយនេះនឹងសូម្បីតែសរសើរក្មេងប្រុសសម្រាប់វាគាត់នឹងសង្កេតមើលគាត់សម្រាប់ពេលវេលាមកដល់ជាមួយនោះកិច្ចប្រជុំរវាងឪពុកហើយទីបំផុតកូនប្រុសបានបញ្ចប់យេនអស់កម្លាំងប៉ុន្តែមានមោទនភាពចំពោះលទ្ធផលគាត់លែងត្រូវបារម្ភពីការលាក់បាំងអំណាចរបស់ខ្លួនដូច្នេះវាជាលទ្ធផលល្អក្មេងប្រុសដែលចងចាំរបៀបដែលគាត់មើលមិនឃើញមានអារម្មណ៍នៅក្នុងជីវិតដើមរបស់គាត់ប៉ុន្តែអ្វីបានផ្លាស់ប្ដូរសម្រាប់ជីវិតថ្មីរបស់គាត់កាន់តែប្រសើរនៅយប់នោះបងស្រីរបស់គាត់ឈ្មោះម៉ារីបាននាំមកគាត់ជាអំណោយពិសេសនាងបានចម្អិនឲ្យគាត់អាហារដ៏ល្អជាការចែកផ្លូវអំណោយយេនមិនចាំទេនាងស្អាតណាស់ពេលណាគាត់បើកប្រអប់តើមានអ្វីនៅខាងក្នុងគឺជាការដុតបេះដូងនៃ Phoenix មួយវាជាអំណោយដ៏ឆ្កួតមួយផ្ដល់ឲ្យក្មេងអាយុ7ឆ្នាំក្មេងប្រុសប៉ុន្តែម៉ារីជាគ្រាន់តែជាប្រភេទឆ្កួតនាងជាអ្នកកាន់ទង់ជាតិនិងផ្កាយ6ផ្នែកនាងមានឈ្មោះជាច្រើនប៉ុន្តែប្រហែលជានាងល្បីជាងគេម្នាក់គឺជាស្ត្រីឆ្កួតខាងត្បូងជាទូទៅនាងជំរាបសួរមធ្យមរបស់អ្នកក្មេងស្រី Katie ប៉ុន្តែនៅលើ steroids អំណោយនេះគឺជាការអញ្ជើញទៅបងប្រុសរបស់នាងខ្លាចជារឹងមាំយ៉ាងឆាប់រហ័សហើយប្រកួតប្រជែងនាងនៅថ្ងៃណាមួយការលេបត្របាក់ Phoenix បេះដូងមានប្រយោជន៍ខ្លាំងណាស់ដូចដែលវាផ្ដល់អភ័យឯកសិទ្ធិសរុបដុតនិងពូកែលូតលាស់របស់ខ្លួនជេនឆ្ងល់ថាតើគាត់អាចរឹងមាំបានឬអត់ដើម្បីក៏ហៅ Phoenix នៅថ្ងៃណាមួយដោយខ្លួនឯងអ្នកបម្រើចាហួយនាំគាត់មកស៊ុបដែលបានរៀបចំប៉ុន្តែមុនពេលគាត់អាចជីកបានបងប្អូនប្រុសស្រីទាំងពីររបស់ជេនកំពុងស្រក់ទឹកមាត់អាហារពួកគេក៏ចង់ខំវាដែរប៉ុន្តែមនុស្សមិនគ្រប់គ្រាន់ទេដើម្បីទទួលស្គាល់ចេតនារបស់ពួកគេជេនផ្ដល់ឱកាសឲ្យពួកគេញ៉ាំស៊ុបនិងការផ្លាស់ប្ដូរសម្រាប់ការពេញចិត្តមួយការពេញចិត្តប្រែចេញដើម្បីខ្លាយជាការងារដែលរំខានទាំងហៃថូណានិងដេថូណាមានជីករណ្ដៅដើម្បីស្វែងរកអ្វីមួយប៉ុន្តែធ្លុបទាំងនេះបានត្រៀមរួចរាល់ហើយដើម្បីប្រថុយវាទាំងអស់សម្រាប់ស៊ុបមួយចំនួនអ្វីដែលសម្រាប់នៅក្រោមដីគឺជាកន្លែងភ្ញាក់អង្គជំនុំជម្រះដែលផ្ទុកសាកសម្អាតកំបាំងរូបដែលលាក់ខ្លួនក្នុងភាពងឹតបន្ទាប់ពីផ្សេងក្នុងការជីកកាយមួយក្មេងប្រុសត្រូវបានធ្វើជាចុងក្រោយពួកគេត្រឡប់មកវិញដោយវេទនាលក្ខខណ្ឌសម្រាប់ស៊ុបដែលសមនឹងទទួលបានរបស់ពួកគេទោះយ៉ាងណាក៏ដោយយេនមានភាគច្រើនបានបញ្ចប់រួចហើយគាត់បានបន្សល់ទុកតែមួយស្លាបព្រាបាយមានតម្លៃសម្រាប់ពួកគេដើម្បីរីករាយបុរសម្នាក់នេះជាមនុស្សព្រៃផ្សៃខណៈបងប្អូនគាត់កំពុងមើលឃើញពីយុទ្ធសាស្ត្រដ៏អាក្រក់របស់គាត់យេនមកដល់កន្លែងពួកគេបានជីករណ្ដៅសម្រាប់គាត់ចាប់អារម្មណ៍នឹងពួកគេធ្វើការហើយគិតសាមញ្ញអគ្គវិរុទ្ធគួរតែអាចដើម្បីជ្រាបចូលទៅក្នុងអ្វីដែលនៅសេសសល់យេនសប្បាយចិត្តដែលគាត់អាចប្រើបានម៉ាណារបស់គាត់បំបែកជញ្ជាំងប្រហោងទៀបហើយមើលចុះអាចកំបាំងបណ្ណាល័យនៃត្រកូល Ron Kendall កន្លែងដែលលាក់ខ្លួនពីគាត់ជីវិតដើមរបស់គាត់មានលេខកូដសម្ងាត់នោះអនុញ្ញាតឲ្យអ្នកចូលទៅខាងក្នុងយេនមានអារម្មណ៍ជឿជាក់នឹងបញ្ចេញសំណើរបស់គាត់ដើម្បីលួងលោម Morricon ទ្វារបើកបន្ទាប់ពីការសូត្ររបស់គាត់បន្ទាប់ពីបានត្រួតត្រាពិភពលោកការអភិរក្សត្រកូល Ron Kendall សារីរិកធាតុនៃសត្រូវដែលដួលរលំរបស់ពួកគេមានតែអ្នកកាន់ទង់ជាតិប៉ុណ្ណោះគ្រូសាត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់នេះហើយនៅក្នុងជីវិតដើមរបស់គាត់បានរៀនឃ្លាពី Davis វាបានជួយគាត់ដោយមិននឹកស្មានដល់ក្នុងជីវិតនេះប៉ុន្តែសូម្បីតែយេនក៏ភ្ញាក់ផ្អើលដែរពេលឃើញរូបស្រពោនរក្សាទុកក្នុងកន្សោមមួយឃើញសភាពស្លេកស្លាំងរបស់បុរសស្បែកគាត់ឆ្ងល់ថាតើនេះសត្វមិនមែនជាមនុស្សទេជេនចាប់អារម្មណ៍មួយរំពេចនេះគឺជានាគខ្មៅមរកតយោងតាមរឿងព្រេងនាគត្រូវបានចាញ់ដោយបុព្វបុរសទី1មុនពេលចូលគេងជ្រៅជេនឈរនៅមុខរឿងព្រេងនិទានហើយព្យាយាមស្វែងរកបុរាណសៀវភៅបន្ទាប់ពីរកឃើញពួកគេគាត់ចាប់ផ្ដើមការស្រាវជ្រាវរបស់គាត់ដោយរៀនអាថ៌កំបាំងនៃត្រកូលខាន់យន្តទូយ៉ាងណាក៏ដោយពាក្យក៏ដូចគ្នាដែរពិបាកសម្រាប់យេនគាត់ចង់យកសៀវភៅជាមួយគាត់ប៉ុន្តែវានឹងហានិភ័យនៃការចាប់ក្មេងប្រុសយកសម្ភារៈរបស់គាត់ចេញការសម្រេចចិត្តចម្លងមាតិកាជារៀងរាល់ថ្ងៃគាត់នឹងសិក្សានៅផ្ទះនិងចម្លងពីបណ្ណាល័យមួយថ្ងៃអ្វីកាន់តែស្មុគស្មាញនរណាម្នាក់ផ្សេងទៀតបានសម្រេចចិត្តមកបណ្ណាល័យមិនធម្មតាពេលវេលាប៉ុន្តែនេះមិនមែនត្រឹមតែនរណាម្នាក់ទេវាជានាគងឹត Morricon នរណាភ្ញាក់ឡើងភ្លាមចិនព្យាយាមរក្សាភាពស្ងប់ស្ងាត់ដូចនេះបេសាចគឺជាសម្ព័ន្ធមិត្តរបស់ត្រកូលគាត់ព្យាយាមធ្វើសកម្មភាពគួសមជាមួយនាគដោយហៅគាត់ថានាគប៉ុន្តែវាឈានដល់ការខឹងសម្បាគាត់ដូចជាគាត់យ៉ាងសាហាវស្រែកដាក់ក្មេងប្រុស Morricon មានអារម្មណ៍ខឹងនឹងរឿងនោះគាត់ត្រូវបានកាត់បន្ថយទៅជាមួយអាណាព្យាបាលសម្រាប់ Ron Kendall គាត់ស្ទាក់ស្ទើរនឹងបច្ចុប្បន្នរបស់គាត់ស្ថានភាពហេតុផលតែមួយគត់គាត់ភ្ញាក់ពីដំណេករបស់គាត់គឺដោយសារតែគាត់យល់អ្វីមួយពីក្មេងប្រុស Morricon ភ្ញាក់ផ្អើលស្វែងរកសំណល់នៃស្រមោលកម្លាំងលាក់ខ្លួនយិនគាត់អះអាងថាក្លិនបែបនេះអាចត្រូវបានផលិតតែប៉ុណ្ណោះដោយអ្នកម៉ៅការរបស់ Solteray ដូច្នេះមិនមានកំហុសអំពីវាទេយេនសម្រាប់ចិត្តសាក់លបងសំណាងនិងតក់ស្លុតរបស់គាត់ជាមួយនឹងការបង្ហាញអំណាចរបស់គាត់នាគនិយាយតក់មុននឹងដួលចូលជើងគាត់ខកចិត្តដែលដឹងថា
អ្នកម៉ៅការចុងក្រោយគឺជាការស្គវីសភឹប Morricon ខូចចិត្តក្នុងការពន្យល់ថាគាត់បានសន្យាជាមួយព្រះនៃភាពងឹតហើយដោយសារតែនោះរបស់គាត់ដៃគូគឺជាក់ស្ដែងចិននាគជួយសង្គ្រោះការពន្យល់សម្រាប់មួយផ្សេងទៀតពេលវេលាគាត់សម្រេចចិត្តផ្ដល់ឲ្យក្មេងប្រុសត្រឹមត្រូវការណែនាំជាវិសាចបង្ហាញពីការពិតរបស់វាទម្រង់មរតកជាជំនួយរបស់ព្រះស្រមោលក៏ដូចជាចុងក្រោយកូនចៅនៃស្រមោលគាត់បានស្បោះកាលពី1000ឆ្នាំមុនសត្វដ៏ធំសម្បើមនេះបានបដិញ្ញាថានឹងចាប់ដៃគូជាមួយក្មេងប្រុសខណៈដែលគាត់ជាអ្នកម៉ៅការរបស់ Sothere យិនណែនាំខ្លួនថាជាកូនពៅ Ronkendel នឹងស្វាគមន៍នាគ្រឿងព្រេងនិទានភ្នំដែលជាកន្លែងដែលវិមានព្យុះត្រូវបានដាក់ឈ្មោះបន្ទាប់ពីរឿងព្រេងនិទាននាគដែលភ្លៀងធ្លាក់ពីលើទេរាប់សហវត្សមុនចាញ់ការប្រយុទ្ធពុកបរោះទី1នៃត្រកូល Ronkendel វាច្បាស់ណាស់ថាពួកគេតាមពិតមិនមែនជាស្ត្រូវទេអ្នកម៉ៅការរបស់ព្រះតែងតែត្រូវបានចាត់តាំងនាគអាណាព្យាបាលដែលជាហេតុអ្វីបានជាមនុស្សឆ្ងល់ការបាត់ខ្លួននៃនាគគងឹតពួកគេមិនបានដឹងថាគាត់ជានោះទេរស់នៅក្នុងភាពងុយគេងដ៏ជ្រៅរបស់វាជាឆ្ងល់ថាតើគាត់បានរកឃើញខ្លួនឯងឬអត់អាណាព្យាបាលនាគពេលភ្ញាក់ពីដំណេកសូមអរគុណដល់មនុស្សរបស់គាត់ទម្រង់គាត់អាចជែកបានជាមួយគាត់ហើយទទួលបានខ្លះសំណួររបស់គាត់ត្រូវបានជំរះជាឧស្សាហ៍ទៅលេងបណ្ណាល័យសម្រាប់ខែបន្ទាប់ពីនាគភ្ញាក់គាត់ចង់ដឹងអំពីមូលហេតុតាម៉ានិងមរកុនវាយគ្នានាគឈួតមិនចាំទេមូលហេតុពិតដែលគាត់ភ្លេចសំខាន់ជាងនេះទៅទៀតគឺគាត់បានរកឃើញការស្រមើស្រមៃជាមួយចំណិត Plasbury ចិនប្រាប់គាត់ថាគាត់រៀបចំច្បាប់ចម្លងនៃដើមសៀវភៅនៅក្នុងបណ្ណាល័យជាអកុសលគាត់មិនធ្វើទេដឹងអំពីខ្លឹមសារភាគច្រើន Morricon នៅតែមានការចាប់អារម្មណ៍ពីក្មេងប្រុសការអត់ធ្មត់ដូចអ្នកដទៃកុមារនឹងបោះបង់ចោលយ៉ាងងាយស្រួលក្មេងប្រុសបញ្យល់ថាគាត់គ្រាន់តែជាមធ្យមសម្រាប់ Ronkendel មួយគាត់មានបងប្អូនប្រុសស្រីជាច្រើននាក់ក៏ដូចជាអស្ចារ្យមនុស្សដូចឪពុកម្ដាយរបស់គាត់ជឿនមានមហិច្ឆតាដ៏អស្ចារ្យហើយចង់យកឈ្នះពួកគេគាត់សួរថាតើតាម៉ាប៉ុន្មានយល់នៅអាយុដូចគ្នាដោយសារតែបុរសនេះត្រូវបានគេសន្មតថាជាបុរសខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាចង់ដឹងថានៅចិត្តប៉ុណ្ណាគាត់ត្រូវបានគេប្រៀបធៀបទៅនឹងបុរសនោះនាយគង់ងឹតបានប្រាប់គាត់ដែលសំបីតែនរណាម្នាក់ចូលចិត្តគាត់មិនធ្លាប់មានទេបានយល់ប្រយោគតែមួយនៅអាយុដ៏ទន់ភ្លន់របស់គាត់ថែមមិនបានអានសៀវភៅដើម្បីក្លាយជាមនុស្សរឹងមាំ Morricon សង្កត់ធ្ងន់ថាក្មេងប្រុសមានទេពកោសល្យឆ្កួតដូចបុរសទី1ជាឆ្ងល់ថាតើគាត់នឹងប្រៀបធៀបទៅនឹងអណ្ដាតភ្លើងនៃអំណាចរបស់ Thema Morricon លួងលោមគាត់ហ្វឹកហាត់ឲ្យខ្លាយជាអ្នកខ្លាំងជាមួយនឹងពេលវេលាដើម្បីឲ្យគាត់អាចធ្វើបានប្រៀបធៀបនឹងសំបីតែលើសពីភាពខ្លាំងនៃការបង្កើតឲ្យកដើម្បីកំសាន្តគាត់ Morricon ប្រាប់គាត់អំពីលើកទី2របស់ Sothere ឈ្មោះព្រះនៃស្រមោលក៏ត្រូវបានគេហៅថា Sothere ភាពគ្មានទីបញ្ចប់ដោយសារតែអំណាចរបស់គាត់មិនដឹងពីព្រំដែនទេនោះក៏មានន័យថាក្មេងប្រុសអំណាចមានសក្តានុពលខ្ពស់ដើម្បីលើកទឹកចិត្តគាត់ Morricon សម្រេចចិត្តបង្រៀនគាត់នៅល្បិចថ្មីការវាយប្រហារមួយហៅថាការដោះលែងកម្លាំងស្រមោលជំនាញនេះគឺសំខាន់សម្រាប់នរណាម្នាក់គ្រប់គ្រងកម្លាំងស្រមោលវាបង្កហានិភ័យដល់អ្នកកាន់អំណាចដូច្នេះមរកតណែនាំក្មេងនោះឲ្យចេះវាឲ្យបានល្អមរមុនណែនាំគាត់ដើម្បីដោះលែងម៉ាណារបស់គាត់យិនយល់ច្រឡំដូច្នេះពន្យល់ពីជំនាញពីរនេះកំណត់ការចេញផ្សាយនៃកម្លាំងស្រមោលទី1គឺការចេញផ្សាយមែននិងទី2គឺការផ្ទេរម៉ាណាជំនាញត្រូវការយ៉ាងហោចណាស់3ឆ្នាំនៃជំនាញប៉ុន្តែនោះជារយៈពេលយូរពេកសម្រាប់ក្មេងប្រុស Morricon បដិសេធមិនបង្រៀនគាត់ឲ្យជឿនលឿនបច្ចេកទេសដោយគ្មានមូលដ្ឋានយិនយ៉ាងពិតប្រាកដស្ទឹមស្គាត់ជាមួយការចេញផ្សាយមែនល្អឥតខ្ចោះដែរមើលទៅដោយស្មោះត្រង់ Rasengan គាត់ក៏មានសមត្ថភាពដែរការប្រើប្រាស់ការផ្ទេរមែនសម្រាប់ហេតុផលមួយចំនួន Morricon រន្ធត់ចិត្តព្រោះគាត់ទើបតែរកឃើញខ្លួនឯងថាជា Pipsqueak ដ៏មានទេពកោសល្យជាមួយនឹងលក្ខខណ្ឌទាំងពីរនេះគាត់បានត្រៀមខ្លួនរួចរាល់ហើយបង្ហាញក្មេងប្រុសនៅជំនាញស្រមោលកម្លាំងបញ្ចេញចាប់តាំងពីស្រមោលទាំងអស់កាត់ចេញពី Sothere អំណាចវាមានន័យថាគាត់ជាមេខណៈពេលដែល Yen គឺជាអ្នកម៉ៅការតែប៉ុណ្ណោះបណ្ណាល័យពោពេញដោយភាពងឹតស្រមោលដូចដែលមរតបង្ហាញ Yen ក៏អាចក្លាយជាម្ចាស់នៃស្រមោលជាចាប់អារម្មណ៍មើលឃើញពីកម្លាំងរបស់គាត់វេទមន្តនៅក្នុងការបង្ហាញពេញលេញកន្លែងកាត់ហេតុកាត់ទងជាតិអ្នកកាន់លូនៅចិត្តមកដល់ហើយការបញ្ចប់បេសកកម្មរបស់នាងការប៉ាន់ប្រមាណរយៈពេល4ខែដើម្បីក្លាយជាគោលដៅនៃការបញ្ចប់លូនៅឈរនៅកណ្ដាលសត្វចម្លែកដែលស្លាប់ខណៈពេលដែលឆ្ងល់ថាតើនាងជាអ្វីប្អូនប្រុសចង់បានជាកាដូ6ខែក្រោយមកម្រមិនភ្ញាក់ឡើងហើយធូណានិងដេធូណាបានចាក់ចេញប្រាសាទបន្ទាប់ពីអាយុចាស់នោះទុកលោកម្ចាស់វ័យក្មេងដែលទទួលពិធីបុណ្យនំពី Jellywanខួបកំណើតទី9របស់គាត់នេះម្ចាស់វ័យក្មេងចិត្តល្អចង់បានអ្នករាល់គ្នាដើម្បីរីករាយជាមួយនំ Cake Candy Snatch ធ្វើឲ្យរូបរាងរបស់គាត់ភ្លាមសុំទោសចំពោះសារភ្លាមរបស់គាត់ Lady Luna ដែលជាបងស្រីរបស់ក្មេងប្រុសមានមកទស្សនាផ្ទាល់ការឡើងដូចអ្នកកាន់ទង់ជាតិដំបងគេត្រកូលរាត្រីដ៏អស្ចារ្យនិងកូនច្បងក្នុងចំណោមទាំងអស់បងប្អូនបង្កើត Luna Road Condell គឺខ្លាំងបំផុតក្នុងចំណោមអ្នកស្នងមរតកនាងឈរខុសពីនៅសល់មិនចាប់អារម្មណ៍ដើរតាមផ្លូវរបស់បុព្វបុរស Luna មិនខ្វល់ទេបងប្អូនរបស់នាងបានព្យាបាលគាត់ដូចជាមនុស្សចម្លែកដែលគ្មានឈ្មោះនៅក្នុងជីវិតដើមរបស់គាត់ដូច្នេះឥឡូវនេះវាហាក់ដូចជាចម្លែកដែលឆ្ងាយនេះបងស្រីរបស់គាត់បានមកដើម្បីទៅលេងគាត់ជេនឆ្ងល់ថាមានអ្វីបានកាត់ឡើងជាមួយត្រកូលគាត់ថែមទាំងខ្លាចវាទៀតផងបងស្រីរបស់គាត់អាចមានបានរកឃើញអាចកំបាំងរបស់គាត់ទស្សនាបណ្ណាល័យលូណាថាប់នាងតូចបងប្រុសនឹងព្យាបាលគាត់សេចក្តីសប្បុរសមិនធម្មតាសូម្បីតែថែរក្សាស្ថានភាពរបស់គាត់ជេននិយាយថាគាត់មានអារម្មណ៍ការពារដោយបងស្រីរបស់នាងលូណាគិតថាប្អូនប្រុសរបស់នាងជឿលើសត្រូវរបស់ពួកគេហើយថានាងមើលឃើញគាត់ជាអ្នកក្រៅដែលមានបំណងឡើងសោយរីកនាងមានអារម្មណ៍ខកចិត្តជាមួយនឹងគំនិតហើយលួងលោមកូនរបស់នាងបងប្រុសលូណាសុំទោសលើកជង្គង់ចុះដើម្បីបងប្រាក់ប្អូនប្រុសតូចរបស់នាងត្រឹមត្រូវគោរពនិងសំណូមពរដើម្បីនិយាយឯកជនជេនមឿងឆ្ងល់នឹងរឿងបែបនេះស្នើ
សុំឲ្យជួបនាងដោយស្នាមញញឹមនៅពេលដែលពួកគេទាំងពីរនៅម្នាក់ឯងលូណាបញ្ជាក់ថានាងប្រញាប់ទៅផ្ទះសម្រាប់រឿងសំខាន់តាំងពីយេនភ្លាមកើនឡើងនៅសល់របស់ពួកគេបងប្អូនប្រុសស្រីកំពុងរក្សាភ្នែកតឹងរឹងលើគាត់នេះមានន័យថាពួកគេអាចធ្វើការប្រឆាំងក្មេងប្រុសនៅពេលដែលគាត់ចាក់ចេញពីប្រាសាទព្យុះម្ដងត្រជាក់នឹងបងស្រីឆ្ងាយបង្ហាញនាងខ្លាចយេនចាញ់សុភមង្គលរបស់គាត់នៅកណ្ដាល Travels របស់គ្រួសារពួកគេនាងមើលងាយប្រពៃណីនៃការរត់ទៀនត្រកូលពាក្យរបស់នាងធ្វើឲ្យយេនដឹងពីមូលហេតុដែលលូណាឈប់ដើរតាមមាឌលារបស់បុព្វបុរសប៉ុន្តែនាងបានបរាជ័យនិយាយពាក្យបែបនេះនៅក្នុងជីវិតអតីតកាលរបស់គាត់ចិនឆ្ងល់ថាតើគាត់មិនស័ក្តិសមនៅក្នុងជីវិតដើមរបស់គាត់ស្ដាប់ការលួងលោមបែបនេះប៉ុន្តែវាក៏ដោយសារតែបងស្រីរបស់គាត់ព្រួយបារម្ភនោះគឺបងប្អូនរបស់យេនអាចគំរាមគាត់ឆាប់នេះគាត់បង្កើតការឆ្លើយតបរបស់គាត់ដោយបដិសេធមិនបោះជំហានឆ្ងាយពីការប្រយុទ្ធជាមួយបងប្អូនរបស់គាត់លូណាសង្កត់ធ្ងន់ថានាងមិនមែនទេណែនាំគាត់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់នាងប្អូនប្រុសរបស់នាងទទួលស្គាល់ការពិតនិងសំបីតែអះអាងថាគាត់បានប្រឈមមុខនឹងការគំរាមកំហែងនៃការធ្វើឃាតដំណងបានជួបជាមួយនឹងវិវរណៈដ៏គួរឲ្យភ្ញាក់ផ្អើលនេះលូណាចូលទៅក្នុងអំណាចដ៏គួរឲ្យភ័យខ្លាចរបស់នាងខឹងដែលនរណាម្នាក់អាចព្យាយាមធ្វើបាបប្អូនប្រុសរបស់នាងនៅប្រាសាទព្យុះនាងព្យាយាមសួររកឈ្មោះឃាតតុយេនប្រាប់នាងថាគាត់មិនដឹងទេហើយថាគាត់មិនអីទេឥឡូវនេះក្មេងប្រុសសប្បាយចិត្តរៀនថាគាត់បានទទួលការយល់ចិត្តពីបងប្អូនបង្កើតរបស់គាត់លូណាអបយេនដោយសុំទោសបញ្ហានៃប្រពៃណីគ្រួសាររបស់ពួកគេដែលមកដល់ជាមួយ Ron Kendall ត្រកូលអបនាងដូចនេះយេនមិនបានយល់ពីគាត់បងស្រីអាចមានចិត្តល្អលូណាមិនចង់ទេដែលលេងនៅថ្ងៃកំណើតរបស់គាត់ការប្រារព្ធពិធីនិងការផ្ដល់ជូនគាត់ជាអំណោយគ្រប់គ្រាន់វាជាក្រវិលពណ៌ខៀវនាងប្រាប់គាត់ឲ្យញៀតខ្សែកមានសមត្ថភាពនៃការហៅលូណាម្ដងបន្ទាប់ពីត្រូវបានបំបែកនាងចង់យេនដើម្បីប្រើវានៅពេលដែលគាត់ស្ថិតក្នុងស្ថានភាពស្អិតលូណាសប្បាយចិត្តសម្រាប់នាងខួបកំណើតរបស់បងប្រុសនឹងពួកគេបន្តមានការប្រារព្ធពិធីស្នេហាជាអកុសលនាងត្រូវត្រឡប់មកវិញទៅនឹងភារកិច្ចរបស់នាងសុំលាគាត់ក្រោយមកយេនបង្ហាញមុខបណ្ណាល័យជាមួយខ្សែMoroccan ភ្ញាក់ផ្អើលខ្សែគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានទ្រព្យសម្បត្តិនេះធ្លាប់ជាកម្មសិទ្ធិដ៏ស្ដេចវិសាចជាវត្ថុដែលមនុស្សជាច្រើនប្រថុយជីវិតសម្រាប់វាក៏ផ្ដល់អភ័យឯកសិទ្ធិដល់អ្នកពាក់ផងដែរប្រឆាំងនឹងអគ្គវិរុទ្ធទៀតដូចជាការលើកកម្ពស់ខ្លួនឯងយេនពន្យល់ថាបងស្រីច្បងរបស់គាត់បានផ្ដល់ឲ្យគាត់ pendant អ្វីដែលលើសពីនេះគឺថាគាត់ភ្ញាក់ផ្អើលពេលបានដឹងរឿងនោះលូណាប្រហែលជារួចហើយដឹងពីធម្មពលរបស់ Moroccan ប៉ុន្តែនាងនឹងមិនប្រាប់ទេត្រកូលព្រោះនាងយកចិត្តទុកដាក់សុខុមាលភាពរបស់ប្អូនប្រុសតូចរបស់នាងត្រឡប់មកលូណានាងដឹងមានអ្វីកើតឡើងរវាងយេននិង Moroccan ប៉ុន្តែនាងជ្រើសរើសការជឿជាក់នៅក្នុងអំណាចនិងការគាំទ្ររបស់គាត់ប្អូនប្រុសតូចរបស់នាងមិនថាទេអ្វីដែលคล้ายជារបស់គាត់យេនបានគិតដូច្នេះ10ឆ្នាំដំបូងនៃជីវិតរបស់គាត់នឹងយឺតនិងគួរឲ្យធុញនៅប្រាសាទប៉ុន្តែក្នុងរយៈពេលដ៏ខ្លីនេះគាត់បានរៀនច្រើនគាត់បានទទួលអំណោយហើយទទួលបានអត្ថប្រយោជន៍ពីគាត់ទំនាក់ទំនងបន្ទាប់ពីជួបមនុស្សអស្ចារ្យទាំងនេះគឺជារឿងអតីតកាលរបស់គាត់សូបិនអំពីថ្ងៃចុងក្រោយបានមកដល់ក្មេងប្រុសមានអាយុ10ឆ្នាំគាត់បានទទួលនឹងខែនក្នុងការវាយបកសម័យប្រជុំរៀបចំចាក់ចេញពីប្រាសាទកម្លាំងមិនគួរឲ្យជឿរបស់ក្មេងប្រុសនៅអាយុនេះធ្វើឲ្យមានការចាប់អារម្មណ៍អាណាព្យាបាលផ្នែកដែលបានដឹងថាហេតុអ្វីបានជាបុព្វបុរសនៅតែចាប់អារម្មណ៍នៅក្នុងកូនពៅជៀនអួតភ្នែករបស់គ្រូដែលធ្លាប់ជាព្យាយាមមើលថាតើខែនសមជាគ្រូរបស់គាត់បញ្ចប់ការបណ្ដុះបណ្ដាលរបស់ពួកគេសម្រាប់ថ្ងៃខែនគោរពកូនតូចគាត់អាចបង្ហាត់ក្មេងប្រុសតែប៉ុណ្ណោះរហូតដល់គាត់ចាក់ចេញពីប្រាសាទព្យុះយេនត្រៀមខ្លួនជួបការរំពឹងទុករបស់គាត់មានចំណុចមួយបានកើតឡើងយេនមានអារម្មណ៍ថាមានភាពស៊ាំនឹងអណ្ដាតភ្លើងសូមអរគុណដល់ Phoenix Bedong ដែលគាត់បានទទួលពីម៉ារីគាត់រំភើបណាស់ដែលបានរកឃើញថាមួយចំនួនរបស់គាត់អំណាចបានចាប់ផ្ដើមចូលជាធម៌មានវាគ្រាន់តែជាបញ្ហានៃពេលវេលារហូតដល់គាត់ស្រូបយកធម្មពលរបស់ Phoenix យេនត្រូវចាក់ចេញពីព្យុះប្រាសាទនៅថ្ងៃខាងមុខជូលីមើលសៀវភៅរបស់គាត់ហើយត្រូវបានណែនាំដើម្បីខ្ចប់ពួកគេសម្រាប់វាអានរបស់គាត់ជាធម្មតាក្មេងប្រុសស្នើសុំនំ strawberry ជាអាហារសម្រន់របស់គាត់ចេញទៅដើរលេងនៅពេលវេលាមិនធម្មតាក្មេងប្រុសមកដល់នៅបណ្ណាល័យសម្ងាត់ជួបMoroccanនេះនាងខ្មៅបានរំពឹងទុកថ្ងៃខាងមុខយេនឆ្ងល់របៀបដែលពួកគេនឹងរក្សាទំនាក់ទំនងប៉ុន្តែនាងមិនបារម្ភរឿងបែបនេះទេបញ្ហាមិនសំខាន់ទោះបីជាគាត់ខ្សោយជាងដើមរបស់គាត់រត់លោកមរកពន្យល់ថាគាត់អាចយកមកវិញបានកម្លាំងនៅពេលដែលយេនអាចកាន់តែខ្លាំងដូចជាគាត់ជានាងអាណាព្យាបាល Moroccan ចង់បានក្មេងប្រុសធំឡើងដូចតាម៉ាយេនសួររឿងសំខាន់សំណួរអំពីត្រកូលទីហ៊ានប្រាប់ភ្លាមគាត់ថា Ron Kendall Clan បានចែករំលែកប្រវត្តិរបស់ជាត្រកូលវេទមន្តហើយបុព្វបុរសទី1ត្រូវបានគេកត់សម្គាល់ថាជាអ្នកប្រើពាក្យអគ្គវិរុទ្ធដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រទោះជាយ៉ាងណាក៏ដោយប្រវត្តិសាស្ត្រនេះត្រូវបានបាត់បង់នៅក្នុងទេវកថាដោយសារត្រកូលផ្ដល់អតិភិបដល់ជំនាញដាវប៉ុណ្ណោះក្នុងពេលថ្មីនេះហេតុផលដែលពួកគេជំទាស់នឹងវេទមន្តគឺដោយសារតែកញ្ចប់មួយដែលត្រូវបានធ្វើឡើង1000ឆ្នាំកន្លងមកខណៈពេលដែលពួកគេចាត់ទុកមរមុនក្នុងនាមជាអាណាព្យាបាលរបស់ពួកគេកាលពីអតីតកាលវាច្បាស់ណាស់ពួកគេប្រហែលជាស្អប់គាត់ក្នុងពេលថ្មីនេះគួរឲ្យខ្មាស់គេណាស់នឹងត្រូវលងក្នុងទ្រព្យសម្បត្តិធ្វើឲ្យគាត់រស់ឡើងវិញសម័យមុនម្ដងទៀតវាជារឿងអាស្រូវរបស់គាត់ Clan ដូច្នេះមានឱកាសនោះវានឹងមិនកើតឡើងទេលោកមរកុនធានាចំពោះគាត់នឹងតាមដានក្មេងប្រុសនេះទេមិនថាគាត់ទៅណាទេចំពោះកន្សំរបស់លោកគាត់មានគម្រោងរក្សាទុកការយល់ឃើញខ្លួនឯងការយល់ឃើញដ៏មានឥទ្ធិពលថាពួកគេនឹងមិនអាចមើលតាមរយៈការបោកបញ្ឆោតរបស់គាត់ភាពច្របូកច្របល់មិនមែនទេនឹងកាន់បានយូរដោយសារតែអំណាចធ្លាក់ចុះរបស់នាងទោះបីជាយ៉ាងណាក៏ដោយមរតកគ្រងដើម្បីរក្សាការយល់ឃើញរហូតដល់ម៉ោងគាត់ខ្លាចជាមនុស្សពេញវ័យគាត់បាននាំ Moroccan នៃការព្យាបាលពិសេសសម្រាប់ការប្រារព្ធពិធីនេះខ្មៅហៅតាមការអញ្ជើញដើម្បីស្រវឹងនិងរីករាយជាមួយពិធីជប់លៀងគាត់ថែមទាំងត្រៀមខ្លួនដើម្បីស្គាល់ចាស់ហួយប្រសិនបើវាមាន
មានន័យថានំស្បេរីកាន់តែច្រើនខណៈដែល Jen កំពុងរៀបចំចាក់ចេញសម្រាប់ផ្ទះគ្រួសារត្រកូលរបស់គាត់បានព្រមានថារវល់បណ្ណាជីវិតរបស់គាត់នឹងទទួលបាន Jelly លែងអាចបម្រើក្មេងប្រុសបានទៀតហើយអាហារឆ្ងាញ់របស់នាងប៉ុន្តែនាងត្រៀមខ្លួនរួចរាល់ហើយបម្រើគាត់នៅពេលនោះកាត់ឡើង Jen ត្រូវបានស្វាគមន៍ដោយ Guardian Knights Jerome និង Holt សម្រាប់ការអំដំណើររបស់គាត់ពួកគេចាប់ផ្ដើមដំណើររបស់ពួកគេវាជាចុងបញ្ចប់នៃថ្ងៃទី18សតវត្សដែលទីបំផុត Jen ចាក់ចេញប្រាសាទព្យុះទៅក្បាលទៅផ្ទះគ្រួសាររបស់គាត់សួនដាវពួកគេបានជួបជាមួយនឹងព្រើធ្លាក់ខ្លាំងនៅតាមផ្លូវជាអកុសលពួកគេនឹងមិនអាចធ្វើបានទេប្រាវិផតថក្រមលក្ខខណ្ឌបែបនេះរំពេចនោះរទេះមកដល់កន្លែងឈប់ភ្លាមដោយដែល Jerome និង Holt បានព្រមានជេនស្នាក់នៅខាងក្នុងរទេះគឺនៅក្រោមការវាយប្រហារប៉ុន្តែចាស់ហួយមានទំនុកចិត្តលើភាពខ្លាំងនៃផ្កាយ7 Knights ដែលនឹងការពារពួកគេដោយកម្លាំងរបស់ពួកគេទោះយ៉ាងណាក៏ដោយពួកគេមានចំនួនច្រើនជាងវីមនុស្ស20នាក់ទៅម្នាក់ជេនដឹងរឿងមួយរិះគន់ហើយប្រាប់ភ្លាមនាងថាពួកគេត្រូវតែចាក់ចេញដូចជា Guardian Knights បានក្បត់ដោយសម្ងាត់ពួកគេនេះមានន័យថាពួកគេធ្វើការជាមួយពាណិជ្ជករឬអ្នកក្លែងបន្លំមានន័យថាមានអ្វីមួយខុសជាមួយរទេះ Jelly ខកចិត្តហើយនាំនាងមកពេញអំណាចដើម្បីការពារ Jen សម្រាប់ជាប្រយោជន៍នៃត្រកូលទូលភ្លើងផ្ទុះដោយពួកគេរត់គេចខ្លួនទៅចង្អៀត Jelly ចង់ទទួលខុសត្រូវចំពោះរឿងនេះឧបត្តិហេតុប៉ុន្តែ Jen រំលឹកនាងបន្ថែមទៀតរឿងសំខាន់គឺនៅភាគហ៊ុនដែលចាប់ផ្ដើមជាមួយការពិតដែលថាប្រជាជនវាយប្រហារ Knights អាចពិតជាសម្ព័ន្ធមិត្តរបស់ពួកគេជំនួសឲ្យសត្រូវ Jen ភ្ញាក់ផ្អើលពួកគេអនុញ្ញាតឲ្យពួកគេរត់គេចខ្លួនដែលបណ្ដាលឲ្យមានច្រើនការសង្ស័យលើចេតនារបស់ពួកគេត្រកូលយូរទៅផងដែរក្នុងនាមជាគ្រូធ្មប់នៃ Middle Kingdom និងក្រុមទាហានស៊ីឈ្នួលខ្មៅទាំងអស់នៅទីនេះដើម្បីធានាសុវត្ថិភាពរបស់ក្មេងប្រុសក្រោយពីតាមរកឃើញអ្នកទាំងពីរនោះលោកអនុហ្វេនេឯកមើលការពន្យល់ពីការប្រកិច្ចរបស់គាត់ដើម្បីការពារ Jen សម្រាប់ Jerome និង Holt ពួកគេគឺការតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងចំនួនបែបនេះដោយសារពួកគេជាអ្នកក្លែងបន្លំដែលមិនមែនជា Knights ផ្កាយ7ដោយដែលពួកគេត្រូវបានហ៊ុំព័ទ្ធដោយក្រុមបរិសុទ្ធឈួននេះបញ្ជាក់ថាគាត់នឹងមិននិយាយឲ្យពាក្យទៅកាន់អ្នកបម្រើរថ Condor Jen ត្រជាក់ដូចតែងតែបញ្ជាមួយសម្រាប់ដើម្បីបង្កើតម្នាក់ទៀតនិយាយ Jelly សាក់ជាមួយលបឿនមិនគួរឲ្យជឿបំបែកបរិសុទ្ធម្នាក់ក្នុងចំណោមបរិសុទ្ធជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងរបស់នាងជាមួយគាត់ចាញ់នាងកាត់ទាំងពីរយ៉ាងជាក់លាក់អាវុធទី2ក្លែងបន្លំធ្វើបាបគាត់ការជិះចាប់ដែលមិនអាចវាស់វែងបានជាមួយដៃទាំងពីររបស់គាត់ត្រូវបានកាត់ Jelly ឈោឈ្មោះជាអ្នកទទួលជ័យជំនះប្រយុទ្ធហើយអូសគាត់នៅចំពោះមុខ Jen ពួកគេបានប៉ាន់ស្មានមិនដល់អំណាចការពាររបស់ Julie ធ្វើបើជាគណៈបម្រើនាងស្មោះត្រង់តារាក្បាច់គុណ7នរណាជាគោលដៅរបស់ Jen ការធ្វើឃាតគួរតែបានបញ្ជូនកម្រិតខ្ពស់ Knight សម្រាប់ការងារនេះអវយវៈឥតខ្សែប្រមានពួកគេថាអាយុនៃការរត់ Condors នឹងមកដល់ចុងបញ្ចប់គួរឲ្យភ្ញាក់ផ្អើល Jen យកស្របជាមួយគាត់ដោយសារតែពាក់កណ្ដាលនេះគាត់គឺពេញដោយខ្លួនគាត់យកចិត្តទុកដាក់ក្នុងការបង្កើតឈ្មោះសម្រាប់គាត់ភាពល្អរបស់ខ្លួនឯងជំនួសឲ្យការល្អរបស់ត្រកូលអ្នកក្លែងបន្លំទំនាក់ទំនងរបស់គាត់ជាមួយ Saphels ត្រកូលអាបធ្មប់ដែលគ្រប់គ្រងផ្នែកដ៏ធំមួយនៃពិភពលោកពួកគេគឺជាគូប្រជែងរបស់ត្រកូល Condor ហើយពួកគេគ្រាន់តែខិតខំឈានដល់ជំនាញនិងវេទមន្តបន្ទាប់ពីការស្លាប់របស់ Thema ត្រកូល Saphels បានបង្ខំពួកគេដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដេញថ្លៃការប្រើប្រាស់វេទមន្តនោះធានាថាវេទមន្តទាំងអស់អំណាចនៃគ្រួសារត្រូវបានផ្សារភ្ជាប់ជាអចិន្ត្រៃយ៍ត្រកូល Saphels បានក្លាយជាសត្រូវផ្ទាល់របស់ Condor សម្រាប់ព័ត៌មានបន្ថែមជាង 1000 ឆ្នាំធ្លុបនេះអ្នកក្លែងបន្លំគឺជាកូនបញ្ចាំមួយ Jen មិនគិតថាគាត់មានប្រយោជន៍ទេដូច្នេះគាត់ទុកឲ្យ Jelly ដោះស្រាយអ្វីដែលនៅសល់បរិសុទ្ធនោះសូមធ្វើជាសម្លាប់ប៉ុន្តែ Jen មិនសូវល្អទេគាត់កំពុងគិតអំពីអ្វីដែលអាចបណ្ដាលឲ្យការវាយប្រហារបែបនេះសំខាន់ជាងនេះទៅទៀតក្មេងប្រុសនេះជឿថា Saphels ជ្រុលនិយមវាយប្រហារពួកគេជំនួសឲ្យត្រកូលខ្លួនឯងតើមានអ្វីទៀតគឺថា Jelly ត្រូវបានបោកបញ្ឆោតដោយការក្លែងបន្លំរបស់ពួកគេវាមានន័យថាមាននរណាម្នាក់ផ្សេងទៀតចូលរួមក្នុងការងាររកខ្វក់បែបនេះក្មេងប្រុសផ្ដល់នៅការដឹងគុណរបស់គាត់ចំពោះអនុប្រធានក្រុម Knight សម្រាប់ការសង្គ្រោះជីវិតរបស់គាត់ត្រៀមខ្លួនប្រាប់ត្រកូលរបស់គាត់ទាំងអស់ដូច្នេះបរិសុទ្ធអាចទទួលបានរង្វាន់ត្រឹមត្រូវមើលកាស្រឡាំងកាំងព្រោះក្មេងអាយុ10ឆ្នាំក្មេងប្រុសមិនដូចក្មេងធម្មតាទេគិតឡើងវិញអំពីពាក្យរបស់ក្មេងប្រុសមើលកាឆ្ងល់ប្រសិនបើ Jen ពិតជាចង់បានដើម្បីសម្រេចបាននៅគោលដៅខ្លាចជាល្អបំផុតគាត់ប្រាប់បរិសុទ្ធរបស់គាត់ដើម្បីប្រព្រឹត្តនៅជុំវិញ Jen វាដល់ពេលដែលត្រូវបន្តដំណើររបស់ពួកគេនៅពេលសួរអំពីអ្នកក្លែងបន្លំ Jen បញ្ជាក់ថាគាត់ចង់ឲ្យរូបកាយរបស់គាត់ក្លាយជាការរំលឹកដ៏ល្អចំពោះសម្ព័ន្ធមិត្តរបស់គាត់ជាអកុសលពួកគេត្រូវធ្វើដំណើរ2ម៉ោងដោយថ្មើរជើងដើម្បីទៅដល់ភូមិដែលនៅជិតបំផុត Jen មិនចង់បាន Jelly ទេដើម្បីចែករំលែកការស្ដីបន្ទោសតើមានអ្វីកើតឡើងខណ្ឌដែលជាផ្កាយ9 Knight បានបរាជ័យក្នុងការបំបែកតាមរយៈការបោកប្រាស់របស់ពួកគេ Julie នៅតែរំខានអំពីអ្វីដែលបានកើតឡើងហើយសូមទោសម្ចាស់ក្មេងសម្រាប់រត់ទានមេដោះរបស់ពួកគេគឺដោយដែនខាងទទួលខុសត្រូវចំពោះថែរក្សាកុមារ Jelly គឺដូចគ្នានៅក្នុងរបស់គាត់ជីវិតអតីតកាលប៉ុន្តែជាអកុសលពួកគេបានផ្ដល់ភាពយឺតយ៉ាវដល់នាងសម្រាប់អ្នកគ្មានទេពកោសល្យក្មេងប្រុសនាងត្រូវបានគេចាត់ឲ្យចិញ្ចឹម Jelly មានចិត្តល្អបែបនេះនាងមិនដែលបន្ទោស Jen ទេនាងត្រូវបានបណ្ដេញចេញពីត្រកូលនៅថ្ងៃដែលគាត់នៅហើយសូម្បីតែនៅថ្ងៃនោះនាងបានសុំទោសចំពោះការបរាជ័យរបស់គាត់នាងគឺជាអ្នកលះបង់តែមួយគត់មនុស្សដែលគាត់បានស្គាល់នៅក្នុងជីវិតរបស់គាត់ Jen ចង់រៀបចំរបស់នាងសម្រាប់អនាគតខាងមុខស្ត្រីនេះមិនអាចទេឈប់បន្ទោសខ្លួនឯងទៅដូច្នេះ Jen មានអារម្មណ៍ខកចិត្តបង្វិលនិងសង្កត់ធ្ងន់ថានាងគឺជាមនុស្សតែម្នាក់គត់ដែលគួរឲ្យទុកចិត្តផ្នែកសម្រាប់ការការពាររបស់គាត់ក្រោយមក Jelly គិតអំពីការស្ដីបន្ទោសរបស់ក្មេងប្រុសនាងទទួលស្គាល់ថាគាត់មិនចង់ឲ្យនាងមានអារម្មណ៍មិន
ល្អទេជាសំណាងល្អនាងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តនៅល្អបំផុតរបស់នាងដើម្បីចាប់អារម្មណ៍គាត់មកដល់ភូមិ Jen គិតថាចិត្តដល់ហើយប្រកាសណាស់អ្នកបដូររូបភាពបានចូលរួម Boba Gaston ជំនាញក្នុងការអនុវត្តសមត្ថភាពមួយនៃនាងត្រូវបានគេហៅថាការផ្លាស់ប្ដូរគាត់បានសម្ដែងការផ្លាស់ប្ដូរធំជាងសមត្ថភាពជាងសត្វចម្លែកអនុញ្ញាតឲ្យមានឧក្រិដ្ឋកម្មជាច្រើនកើតឡើងនៅទូទាំងពិភពលោក Jen គិតបែបហ្នឹងការចូលរួមរបស់បុរសនោះអ្វីអាចបង្កើតបានជារូបរាងដើម្បីក្លាយជាបញ្ហាគាត់ចងចាំពីភាពវឹកវររបស់ Boba ដល់ទីបញ្ចប់នៅពេលដែលគាត់ត្រូវបានចាប់ខ្លួនក្នុងជីវិតមុនក្មេងប្រុសឆ្ងល់ថាតើគាត់គួរព្យាយាមជ្រើសរើសបុរសក្នុងជីវិតនេះទោះបីជាគាត់ចិត្តធ្វើឃាតដោយក្រុមការមួយរបស់គាត់ Jen ហត់នឿយហើយទីបំផុតគាំងនៅលើគ្រែរបស់គាត់ Julie ដាក់គាត់ឲ្យសម្រាកនៅពេលដែល Jen ភ្ញាក់ឡើងគាត់ដឹងថាវាត្រូវតែជាការហ្វឹកហាត់ដ៏លំបាករបស់គាត់ទទួលរងរបួសលើរាងកាយរបស់គាត់មានឆ្មាដែលរំខានព្យួរជុំវិញបង្អួចរបស់គាត់កូនខ្ញុំដឹងភ្លាមថាមនុស្សល្ងងនេះឯងតាមពិត Miracle នេះ Jude បានប្រែក្លាយខ្លួនគាត់ទៅជាមួយឆ្មាអាក្រក់ធ្វើតាមគាត់នៅជុំវិញពិភពលោក Miracle ខឹងនឹងជេរនៅគាត់ Jen អនុញ្ញាតឲ្យគាត់មកនៅខាងក្នុងប៉ុន្តែគាត់នៅតែខកចិត្តគាត់ងាកទៅរកទម្រង់មនុស្សរបស់គាត់ដើម្បីស្ដីបន្ទោសក្មេងប្រុសប៉ុន្តែគាត់ពិតជាដូច្នេះមែនល្ងងខ្លៅធ្លាក់ចូលទៅក្នុងទរបស់គាត់ Julie ចូលភ្លាមពិនិត្យ Jen ហើយបន្ទាប់មកនាងរកឃើញអ្នកឈ្លានពាននាងត្រៀមខ្លួនសម្រាប់បុរសម្នាក់នេះមុនពេលក្មេងប្រុសរបស់យើងមានឱកាស